ខ្ញុំឈ្មោះសុធាគឺជាម្ចាស់អាជីវកម្មទៅលើបន្លែសុវត្ថិភាពតែហ្មងហើយទីតាំងរបស់ខ្ញុំនៅក្នុងខេត្តបាត់ដំបងដែលយើងធ្វើការផ្ដោតសំខាន់គឺខ្វាយខ្វល់ទៅលើសុខភាពក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធស្ថិរភាពហេដ្ឋារចនាសម្ព័ន្ធរបស់អ្នកប្រើប្រាស់របស់យើងផងដែរមូលហេតុដែលខ្ញុំចាប់ផ្ដើមអាជីវកម្មមួយហ្នឹងគឺការចេញពីក្តីស្រឡាញ់ការចេញពីការគិតពីសុខភាពរបស់ខ្លួនឯងក៏ដូចជាការងារដែលខ្ញុំធ្វើការសពថ្ងៃរយៈពេលប្រហែលជា8ឆ្នាំមកហើយគឺខ្ញុំរៀនជាមួយនឹងកសិកម្មធ្វើការជាមួយនឹងការអភិវឌ្ឍសហគមន៍ផ្សេងៗយើងមានប្រភេទដំណាំ4សំខាន់គឺមានសាឡាត់ខណាដើមបកចយហើយនិងស្ពៃកញ្ញាដែលជាការ survey ដែលយើងឃើញថាប្រភេទបន្លែ4មុខហ្នឹងគឺជាតម្រូវការខ្ពស់ទៅលើទីផ្សារហើយ UVP របស់យើងវិញគឺទី1គឺយើងគិតពីសុវត្ថិភាពដោយធានាទៅលើគុណភាពនិងសុវត្ថិភាពនៃផលិតផលរបស់យើងទី2គឺសម្រាប់អ្វីដែលយើង focus គឺ healthy អញ្ចឹងសំខាន់ណាស់សម្រាប់គ្រប់គ្នាបើមិនយើងអត់មានសុខភាពល្អទេខ្ញុំជឿថាអ្នកដែលឈឺអត់មានស្នាមញញែមទេហើយហ្នឹងហើយគឺយើងគិតលើស្តង់ដារសុវត្ថិភាពខ្ពស់ហើយជាអ្វីដែលយើងចូលរួមចំណែកនៅក្នុងសង្គមផងដែរគឺយើងចូលរួមតាមរយៈការផ្ទេរចំណេះដឹងក៏ដូចជាកសិដ្ឋានរបស់ខ្ញុំក៏ទទួលទាក់ទងជាមួយនឹងយុវជនដែលគាត់រៀននៅលើវិស័យកសិកម្មគាត់បាន intern នៅក្នុងនឹងដើម្បីស្រាវជ្រាវសិក្សាទៅលើអ្វីដែលមានជួបផ្ទះសប្តាហ៍ថ្ងៃនេះ